ពេញនៅព្រឹកថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នេះតារាចម្រៀងលោកម៉ារ៉ាប៊ុនណាដែលត្រូវបានមហាជនស្គាល់លោកថាជាម្ចាស់បទដីថ្លៃប្រឡ័យស្នេហ៍ដែលបានចូលរួមសម្ដែងភាពយន្តមួយចំនួនទៀតនេះនៅពេលនេះលោកបានទទួលមរណភាពហើយដោយជំងឺគាំងបេះដូងនៅព្រឹកថ្ងៃសុក្រទី28នេះបងប្អូនយោងទៅតាមសមាគមសិល្បករខ្មែរបានបញ្ជាក់ឲ្យដឹងថាក្នុងបរិយាកាសប្រកបដោយក្តីអាឡោះអាល័យនេះសូមចូលរួមសម្ដែងនៅសមានតុប្រកបដោយភាពសោកស្ដាយជាពន់ពេកចំពោះការបាត់បង់លោកម៉ារ៉ាប៊ុនណាដែលជាតារាចម្រៀងដែលបានចូលរួមដំណើរក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយជាពិសេសជាការបាត់បង់នូវសាច់ញាតិប្រកបដោយកតញ្ញូកតធម៌និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារសពសូមចូលរួមលេខទុកដល់គ្រួសារតារាចម្រៀងលោកម៉ារ៉ាប៊ុនណានិងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោកឲ្យបានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយម្យ៉ាងទៀតក៏សូមអំពាវនាវដល់បងប្អូនសិល្បករសិល្បករនីទាំងអស់ដែលបានមានការរាប់អានព្រមទាំងសាច់ញាតិជិតឆ្ងាយមេត្តាអញ្ជើញចូលរួមឈាបនកិច្ចសពលោកម៉ារ៉ាប៊ុនណាឲ្យបានច្រើនកកដែលសពកំពុងដំកល់ធ្វើបុណ្យនៅវត្តពោធិចិនតុងខណ្ឌពោធិ៍សែនជ័យដើម្បីឲ្យស័ក្តិសមទៅនឹងកិត្តិនាមល្បីល្បាញរបស់លោកដែលបានបម្រើអារម្មណ៍មហាជនជាច្រើនឆ្នាំកន្លងមកនេះអញ្ចឹងទៅតាមយោងទៅតាមថ្នាក់ដឹកនាំក្រុមការងារសិល្បករសិល្បករនីទាំងអស់នៃសមាគមសិល្បករខ្មែរយើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីរន្ធត់តក់ស្លុតប្រកបដោយក្តីក្រៀមក្រំជាទីបំផុតដោយទទួលដំណឹងថាលោកបានទទួលមរណភាពស្លាប់ដោយសារជំងឺគាំងបេះដូងអញ្ចឹងបងប្អូនដែលជាអ្នកគ្រប់គ្រងរបស់លោកនឹងជាចាប់ទុកលោកជា idol នៅក្នុងដួងចិត្តអាចទៅចូលរួមបុណ្យសពរបស់លោកបានដែលស្ថិតនៅក្នុងវត្តពោធិ៍ចិនតុងបងប្អូនអាចទៅចូលរួមបានឲ្យបានច្រើនកកដើម្បីជូនដំណើរលោកជាលើកចុងក្រោយនៅវត្តដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងបងប្អូនណាដែលឆ្លាញ់ពីចិត្តនិងចូលចិត្តគ្រប់គ្រងចាប់ទុកគាត់ជា idol មករូបសូមជើញទៅចូលរួមបុណ្យសពគាត់ឲ្យបានច្រើនសូមអរគុណ